សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះចេញវីដេអូមកអួតបងប្អូនអ្នកគ្នាផងហើយមកបង្ហាញបងប្អូនពីរបៀបនៅក្នុងការដាំគ្រាប់ចាប៉ីផងដោយសារតែមួយរយៈនេះខ្ញុំអត់បានសូវដែលមើលគ្រាប់របស់វាអញ្ចឹងណាហើយអញ្ចឹងក៏ថ្ងៃនេះមកមើលឃើញទុំបងប្អូនហើយឃើញមើលប្រេះអញ្ចឹងទៅក៏ថតបង្ហាញបងប្អូនអ្នកគ្នាហើយឆ្នាំនេះគឺផ្កាផ្លែច្រើនជាងរាល់ឆ្នាំអញ្ចឹងណាអញ្ចឹងយើងក៏បានផលរបស់វាតាមនឹងដែរហានេះពួកអាពូជពួកសបងប្អូនអ្នកគ្នាពួកអាពីរស្ទប់តែបើពួកអានេះតែមួយស្ទប់ទេហើយអានៅដៃខ្ញុំហ្នឹងមួយស្ទប់ដែរប៉ុន្តែថ្ងៃនេះគឺទុំអីអញ្ចឹងយើងធ្វើតាមវគ្គវាអាណាទុំមុនយើងបដោះមុនហើយនេះគឺស្រស់មែនតើបងប្អូនអើយតែមកតមកនេះហេអានេះគឺទុំក្របឡើងកឡោតបងប្អូនថ្លោះមែនតើអាហ្នឹងគឺបើយើងដាំសុខភាពវាល្អហើយធំលឿនហើយដោះក៏លឿនដែរហើយបន្ទាប់ពីខ្ញុំធ្វើការបង្ហាញបងប្អូនអ្នកគ្នាត្រួសពីសម្រស់របស់វាហើយគឺខ្ញុំធ្វើការបង្ហាញបងប្អូនអ្នកគ្នាពីរបៀបនៅក្នុងការយើងបកវិញហើយការបកនេះគឺមិនមានអីបាក់ទេបងប្អូនអ្នកគ្នាគាត់ថាយើងមើលវាតាមទម្រង់របស់វាអញ្ចឹងណាយើងបកធម្មតាហើយនេះគឺផ្កាចាប៉ីហ្នឹងគឺបើសិនជាវាទុំហើយវាប្រេះសបកក្រៅហើយយើងអត់លះបេះវាទេវាប្រកាសជាហើតាមខ្យល់អស់ហើហ្នឹងគឺហើដោយសារដែលខ្ញុំបង្ហាញបងប្អូនអរគ្នានេះអានេះគឺតែវាបែកវាចាយអាហ្នឹងវាដូចគួរអញ្ចឹងវាហោះទៅលើបាត់ទៅហើយតាមខ្យល់អញ្ចឹងយើងឃើញប្រេះគឺវាទុំហើយអញ្ចឹងយើងបេះវាមកហើយយើងបលិចយកតាក្របដោយបងប្អូនឃើញនេះដូចក្របស្រូវអញ្ចឹងប៉ុន្តែមិនមែនក្របស្រូវទេអានេះលក្ខណៈមូលប៉ិនក្របស្រូវអញ្ចឹងហើយទុននេះអានឹងអញ្ចឹងយើងបេះយកតានឹងមកយើងកុំទុកអាក្បាលវារសាត់ហ្នឹងព្រោះអីវាអាចនឹងធ្វើឲ្យក្របផ្កានឹងហើចេញអស់ទៅពីកន្លែងយើងបដោះអញ្ចឹងណាហើយនេះគឺខ្ញុំធ្វើការបេះវាបានក្រែលដែរបងប្អូនហើយពីខ្លែបហ្នឹងអញ្ចឹងប្រហែលជា100គ្រាប់មិនដឹងទេចាំមើលខ្ញុំបេះហើយចាំមើលខ្ញុំរាប់ប្រាប់បងប្អូនអ្នកគ្នាវិញហើយនេះយើងបេះរួចមួយហើយគឺយើងចូលមកមួយទៀតហើយគឺថាមកកភ្លុះដែរអញ្ចឹងច្រើនគួរសមហើយបើសិនជាធំទៅវាដុះទាំងអស់ឬក៏វាមិនខ្មាអីគឺយើងគួរសមដែរអញ្ចឹងណាហើយពួកនេះគឺពូជគល់ធំបងប្អូនអ្នកគ្នាអាពួកនេះគេចង់ប្រកាត់ពួក2ស្ទប់3ស្ទប់ក៏បានគេមិនបាច់ក៏បានដែរហើយនេះគឺខ្ញុំបង្ហាញបងប្អូនអ្នកគ្នាពួកអញ្ចេះវាអត់យើងបាច់យកវាទេដោយសារវាស្ពោតអញ្ចឹងវាអត់ដុះទេអ្វីដែលយើងយកគឺក្របខ្មឹបអញ្ចឹងណានេះដូចបងប្អូនឃើញហើយក្របវាខុសគ្នាស្ពោតនេះយើងចោលទៅយើងយកខ្មឹបបែបនេះហើយអញ្ចឹងនេះគឺយើងប្រលេះវាដោយដែលខ្ញុំប្រាប់ពីខាងដើមអញ្ចឹងយើងប្រលេះក្បាលរសាត់វាចេញខ្លាយលោវាហើអញ្ចឹងណាហើយដោយបងប្អូនឃើញនៅខាងក្រោយនេះខ្ញុំនោះគឺកូនវានឹងឯងឡើងច្រើនដែរមាននៅលើផងនៅក្រោមផងហើយដោះប៉ុន្តែនឹងដោយសារមួយរយៈមុនខ្ញុំអត់បានថែវាធំរៀងតឹងអញ្ចឹងណាហើយនេះបន្ទាប់ពីខ្ញុំប្រលេះវាទាំងពីរខ្លែបនឹងហើយគឺខ្ញុំធ្វើការរាប់ចង់ដឹងចំនួនរបស់វាក្របរបស់វាប្រមាណហើយភាគរយដែលវាអាចដោះវាប្រមាណដើមអញ្ចឹងណាហើយបន្ទាប់ពីខ្ញុំរាប់មកគឺថាបាន102គ្រាប់បងប្អូនអ្នកគ្នាអញ្ចឹងបន្ទាប់ពីនឹងទៅគឺខ្ញុំធ្វើការយកវានឹងរៀបចំយើងលាយដីដែលយើងបដោះវានឹងគឺផែងកាមជាមួយអាចគោដដែលនឹងឯងបងប្អូនអ្នកគ្នាដោយសារតែខ្ញុំអត់បានរអីផ្សេងសកៃដងអីនេះទេព្រោះអីយើងមិនសូវមានពេលដែរអញ្ចឹងទៅយើងក៏ធ្វើអីដែលងាយអញ្ចឹងណាហើយនេះគឺខ្ញុំយកប្រដាប់បដោះកូនឈើអីហ្នឹងយកមកដាក់ផែងកាមលេខឯកោយើងហ្នឹងដាក់វាមកល្មមមកសំរុំអញ្ចឹងណាតាមរបៀបបងប្អូនតាមរបៀបខ្ញុំហើយយើងបដោះហ្នឹងយើងមិនបាច់ចាំតារបស់បដោះកូនឈើនេះក៏បានដែរយើងបដោះដាក់តាមផើងឬក៏ថងអីក៏បានដែរបាច់ធ្វើដូចខ្ញុំក៏បានដែរអាស្រ័យលើបងប្អូនធ្លាប់ធ្វើមិនបងប្អូនធ្វើអញ្ចឹងទៅគាត់ថាខ្ញុំធ្វើអញ្ចេះវាស្រួលក្នុងការយើងដកវាបានមួយដើមអញ្ចឹងណានៅពេលដែលយើងចង់បបែកដីដាក់ផើងដាក់អីចឹងទៅហើយនេះបន្ទាប់ពីយើងលេដាក់ដីនឹងហើយគឺយើងយកវាមកក្រំមកយើង
វាដីដែលយើងដាក់នឹងតិចទៅហើយយើងដាក់គ្រាប់ចូលថើអញ្ចឹងទៅហើយបន្តមកទៀតគឺយើងគ្របអាដីនឹងវិញអាដីផេងកាមហ្នឹងណាអញ្ចឹងទៅយើងគ្របវាបន្ទាប់ពីយើងគ្របយើងធ្វើដដែលដូចគ្នាអញ្ចឹងបងប្អូនទាំងគ្នាហើយបន្តមកគឺយើងធ្វើការស្រោចទឹកវាតិចមកហើយយើងស្រោចនឹងយើងមើលដែរបើសិនជាដីនឹងរាងសើមយើងស្រោចមុំបានអីតែបើដីរាងស្ងួតយើងស្រោចវាឲ្យជោគទៅហើយបើយើងស្រោចវាទៅយើងមើលឃើញគ្រាប់វាផៅឡើងលើយើងឆ្កឹះវាលឹបឲ្យចូលក្នុងវិញអញ្ចឹងណាដើម្បីឲ្យវាលះដុះហើយបន្ទាប់ពីយើងស្រោចទឹករួចហើយគឺយើងគ្របស៊ុំវាឲ្យចិត្តកុំឲ្យសัตว์អីវាកាយអញ្ចឹងណាហើយហ្នឹងហើយបងប្អូននៅគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងនៅពេលដែលវាដុះខ្ញុំនឹងធ្វើការថតបង្ហាញបងប្អូនទៀតអរគុណ